បាទជំរាបសួរលោកគ្រូអ្នកគ្រូបាទថ្ងៃនេះខ្ញុំមានវគ្គថ្មីក្បាច់ទី3ចំពោះអ្នកចង់រៀនសីស្លាប់ខ្មែរក្បាច់ទី3គេហៅថាក្បាច់កែងហើយមួយទៀតគេប្រើប៉ែងប៉ុន្តែជាភាសាទូទៅគេប្រើកែងណាកែងខ្ញុំសូមបង្ហាញពីរបៀបលេងស្រួលងាយឆាប់យល់បាទមកកែងជប់អាសិនកែងយើងចាស់បោះចាហើយមើលណាណាកែងមើលក្រោយកែងផ្អៀងតិចមកផ្អៀងខ្លួនតិចមកមក let's go ផ្អៀងខ្លួនផ្អៀងខ្លួនវាយមើលគូតសីធ្លាក់វាយណាហេតុកែងគូដៅចំនេះមើលចំនេះណាគូតសីធ្លាក់ភ្នែកមើលគូតសីធ្លាក់មកលើកជើងវាយលើកជើងវាយមកណាផ្អៀងខ្លួនបន្តិចផ្អៀងខាងឆ្វេងបន្តិចលើកកែងអូខេ